ទៀនគឺជាប្រភពពន្លឺនិងគឺជាគ្រឿងសក្ការៈបូជាយ៉ាងសំខាន់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរទាំងនៅជនបទនិងទីក្រុងជាពិសេសតាមវត្តអារាមនានាក្នុងរដូវកាលបុណ្យទានទោះបីជាយ៉ាងណាក៏ដោយក្នុងពេលដុតបំភ្លឺរួចរាល់សំណល់ទឹកទៀនស្រក់លាយភាគច្រើនត្រូវបានគេបោះបង់ចោលដោយមើលរំលងបច្ចុប្បន្នកាកសំណល់ទាំងនោះត្រូវបានអ្នកសិល្បករជើងចាស់មួយរូបប្រមូលយកទៅជាការកែច្នៃចម្លាក់និងផ្ទាំងគំនូរយ៉ាងស្រស់ស្អាតប្លែកភ្នែកព្រមទាំងប្រើប្រាស់ជាឧបករណ៍បណ្ដុះបណ្ដាលសិល្បៈដល់កុមារជំនាន់ក្រោយដោយមិនគិតថ្លៃសាស្ត្រាចារ្យព្រំវិចិត្រអាយុ69ឆ្នាំជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃអង្គការវិចិត្រករខ្មែរដើម្បីកុមារបានសម្រេចប្រមូលសំណល់ទៀនដែលគេបោះចោលយកមកប្រើប្រាស់ជាធាតុផ្សំក្នុងការឆ្លាក់រូបលោកបានបញ្ជាក់ពីគោលបំណងនៃការប្រមូលកាកសំណល់ទាំងនេះលោកថាចង់បង្ហាញអំពីតម្លៃនៃការកែច្នៃរបស់ដែលគេបោះបង់ចោលឲ្យមានប្រយោជន៍និងជួយអភិរក្សបរិស្ថានដោយមិនបាច់ទៅកាប់និងគាស់គល់ឈើមកធ្វើជាសម្ភារៈឆ្លាក់ទៀតឡើយសាលាបង្រៀនសិល្បៈឥតគិតថ្លៃនេះមានទីតាំងស្ថិតនៅក្នុងភូមិក្រាំងពង្រោសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញទីនោះមិនមែនត្រឹមតែជាកន្លែងបង្រៀនគូគំនូរបុរាណនិងសម័យប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្រៀនពីជំនាញពិតតាមរយៈការធ្វើចម្លាក់ផ្សេងនិងការកែច្នៃវត្ថុពីស្លឹកឈើដល់កុមារក្នុងស្រុកកំណើតរបស់លោកផងដែរបើតាមដឹងពីដំណើរបច្ចេកទេសមុននឹងឈានដល់អាចឆ្លាក់ជារូបបានសំណល់ទៀនត្រូវយកទៅចំហុយឲ្យរលាយរួចច្រោះយកកាកសំណល់ផ្សេងចេញទើបចាក់ចូលទៅក្នុងពុម្ពសម្រាប់យកទៅឆ្លាក់តាមក្បាច់និងរូបរាងតាមតម្រូវការចម្លាក់ទៀនទាំងនោះអាចរក្សាទុកបានយូរអង្វែងមិនប្រែប្រួលរូបរាងឡើយប្រសិនបើស្ថិតនៅក្នុងសីតុណ្ហភាពមធ្យមសមរម្យនិងជៀសផុតពីកណ្ដុរកាត់ថ្មីបើចម្លាក់ទៀនមិនមានវត្តមាននៅលើទីផ្សារទូលំទូលាយប៉ុន្តែស្នាដៃទាំងនោះត្រូវបានយកទៅដាក់បង្ហាញក្នុងពិព័រណ៍ជាច្រើនថែមទាំងយកទៅបង្ហាញក្នុងសារមន្ទីរនៅសហរដ្ឋអាមេរិកទៀតផងលើសពីនេះទៅទៀតការឆ្លាក់ទៀនបានក្លាយទៅជាឧបករណ៍ពង្រឹងស្មារតីនិងអារម្មណ៍របស់សិស្សឲ្យផ្ដោតអារម្មណ៍បានល្អនិងយល់កាន់តែច្បាស់ពីបច្ចេកទេសក្បាច់ក្បូរខ្មែរដូចជាក្បាច់លៀនលោតនិងលឹបជាដើមយុវជនសេនសុមីនិងកុមារីវ៉ាន់កនិកាដែលជាសិស្សរៀននៅទីនោះបានសម្ដែងក្តីសប្បាយរីករាយនិងមានមោទនភាពយ៉ាងខ្លាំងដែលបានរៀនសូត្រពីជំនាញមួយនេះដោយពួកគេអាចប្រើប្រាស់ឧបករណ៍បានយ៉ាងស្ទាត់ជំនាញនិងយកបំណងចំណេះដឹងមួយនេះទៅបន្តការសិក្សាថ្ងៃអនាគតបញ្ជាក់ជូនថាត្រូវបានទទួលស្គាល់ជាផ្លូវការក្នុងឆ្នាំ2019ហើយបណ្ដុះបណ្ដាលសិស្សជិត80នាក់ដោយបើកទូលាយសម្រាប់កុមារគ្រប់វ័យចូលទៅរៀនលោកសាស្ត្រាចារ្យព្រំវិចិត្របានអំពាវនាវឲ្យសាធារណជនចូលរួមគាំទ្រស្នាដៃសិល្បៈគំនូរនិងចម្លាក់របស់ខ្មែរនេះដើម្បីកម្លាំងចិត្តដល់វិចិត្រករជំនាន់ក្រោយក្នុងការបន្តបេសកកម្មនេះបន្ថែមទៀតដោយខ្ញុំបាទសុផានិត OVA ខ្មែរសំឡេងនៃសេចក្តីពិត